ព្រះសង្ឃជាច្រើនអង្គបានសគត់បន្ទាប់ពីជួបគ្រោះថ្នាក់ធម្មជាតិគ្រោះរំជួយដីកម្រិត 7.7 វីទ័រកាលពីថ្ងៃសុក្រទី 28 ខែមីនា ឆ្នាំ 2025 បងប្អូនបានដឹងហើយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានជួបគ្រោះរំជួយដីកម្រិត 7.7 វីទ័រដែលបានធ្វើឲ្យសំណង់អគារផ្ទះសម្បែងវត្តអារាមទីកន្លែងកំសាន្តនានាគឺមានការបាក់បែកនិងខូចខាតជាច្រើនមែនទែនដោយបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងគឺវត្តអារាមបានបាក់បែកទាំងស្រុងតែម្ដងបងប្អូនបើយោងតាមអ្នកសម្របសម្រួលគេហទំព័រ AFP បានឲ្យដឹងផងដែរថាព្រះសង្ឃជាង 180 អង្គអង្គុយប្រឡងនៅក្នុងអគារកុដិហើយស្រាប់តែមានការរំជួយដីធ្វើឲ្យវត្តអារាមមានការរលំធ្វើឲ្យព្រះសង្ឃប្រមាណជា 180 អង្គបានបាត់ខ្លួនហើយរហូតមកដល់ថ្ងៃសុក្រនិងថ្ងៃសៅរ៍គឺគេបានជួយសង្គ្រោះបានតែ 21 អង្គតែប៉ុណ្ណោះហើយ13អង្គទៀតបានសគត់បើគិតត្រឹមថ្ងៃអាទិត្យនេះបងប្អូនប៉ុន្តែបើទោះបីជាយ៉ាងណាបងប្អូនបានឃើញហើយរហូតមកដល់ពេលនេះគឺចាប់ផ្ដើមមានក្លិននៃសាកសពចាប់ផ្ដើមភាយសាយចេញពីគំនរបាក់បែកនៃវត្តអារាមហើយអ្នកដែលធ្វើឲ្យអ្នកជួយសង្គ្រោះទាំងជាជនជាតិមីយ៉ាន់ម៉ានិងចិនកំពុងតែកំទេចថ្មដែលធំកំពុងតែបាក់បែកហ្នឹងដើម្បីស្វែងរកជនរងគ្រោះដែលបានកប់នៅក្នុងនោះផងដែរបងប្អូននេះគឺជារឿងមួយដែលគួរឲ្យសោកស្ដាយមែនទែនសូមជូនពរឲ្យប្រជាជនមីយ៉ាន់ម៉ាទាំងអស់គ្នាបាទឆាប់បានធូរស្បើយឡើងវិញជួបតែសំណាងល្អហើយជិះឆ្ងាយអំពីគ្រោះថ្នាក់នានាដែលបានកើតឡើងបងប្អូនជាច្រើននៅតាមបណ្ដាខេត្តចង់បានសៀវភៅវិថីក្រពូចហើយបើសិនជាបងប្អូនចង់បានឥឡូវនេះអាចឆាតមកកាន់ Tech Healthy Cambodia បានហើយក្រុមការងារនឹងធ្វើការតាក់ទងទៅកាន់បងប្អូនទាំងអស់គ្នាអំពីព័ត៌មាននៅក្នុងការទិញសៀវភៅមួយក្បាលនេះហើយនៅក្នុងសៀវភៅ